Đầm đầy hàng trên mía, cực trầm prực bật xa ngay giờ ní. Đầm đầy mía on trạ chết ban bật xa chính đô nơi đầm đầy buôn pon pram bay đôi pet sập pram pi đô la nơi khung mũi rừng lắng. Rules mang buôn pon 50 đô laในក្នុងមីអោននៅព្រឹកថ្ងៃសៅរ៍ទី25ខែកក្កដានេះគណៈភាពតានតឹងនៅមជ្ឈមបពីកំពង់បន្ទោបានធ្វើឲ្យតម្លៃប្រេងកើនឡើងដែលជំរុញឲ្យមានការភ័យខ្លាចអំពីអតិផរណានិងទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនៅក្នុងភូមិសាស្ត្រនយោបាយអាមេរិកបានបើកការវាយប្រហាររយៈពេល14ថ្ងៃជាប់គ្នាទៅលើអ៊ីរ៉ង់គណៈភាគីអ៊ីរ៉ង់នៅតែបន្តការវាយប្រហាររបស់ខ្លួនទៅលើមូលដ្ឋានទ័ពយោធាអាមេរិកនៅក្នុងប្រទេសជិតខាងក្នុងផ្នែកសេដ្ឋកិច្ចប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានគម្រាមដំឡើងពន្ធកម្រិតធ្ងន់ទៅលើទំនិញនាំចូលពីសហភាពអឺរ៉ុបនិងប្រទេសមិចស៊ិកក្រៅពីនេះក្នុងទីផ្សារប្រេងអន្តរជាតិតម្លៃប្រេងឆៅប្រភេទប្រេងមានតម្លៃ98ដុល្លារនៅក្នុង1បារ៉ែលចំណែកប្រេងឆៅអាមេរិកប្រភេទ WTI មានតម្លៃ90ដុល្លារនៅក្នុង1បារ៉ែលគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះសូមបញ្ជាក់ផងដែរថាក្នុងសប្តាហ៍នេះមានអន្តរជាតិបានឡើងដល់តម្លៃខ្ពស់បំផុតនៅ5023ដុល្លារនៅក្នុង1រំលឹងខណៈតម្លៃទាបប្រចាំសប្តាហ៍វិញនៅ4802ដុល្លារនៅក្នុង1រំលឹងចុះឈ្មោះបើកគណនីទិញលក់ហាងឆេងមាសអីលើនេះដើម្បីចូលរួមក្នុងក្រុម VIP Signal ក្នុងការទទួលបានតម្លៃទិញលក់ហាងឆេងមាសប្រចាំថ្ងៃនិងការប្រឹក្សាផ្ទាល់ពីហាងឆេងមាសជាមួយគ្រូជំនាញដែលមានបទពិសោធន៍15ឆ្នាំតាមរយៈ Telegram ឬលេខទូរស័ព្ទ070 80 5លោកអ្នកក៏អាចតាមបានតម្លៃហាងឆេងមាសអន្តរជាតិប្រចាំថ្ងៃនិងព័ត៌មានសេដ្ឋកិច្ចសំខាន់ៗជុំវិញពិភពលោកនៅលើ Facebook Page និង Channel Telegram របស់ Master Ken Academy សូមអរគុណ